ទូទាំងប្រទេសឆ្នាំ2025យើងខ្ញុំសួស្តីអ្នកនរគ្នាខ្ញុំធីបសូមថ្ងៃនេះខ្ញុំនឹងនាំអ្នកនរគ្នាទៅមើលល្ខោនជាមួយខ្ញុំនេះជាលើកដំបូងរបស់ខ្ញុំហើយអ្នកនរគ្នាដែលខ្ញុំបានទៅចូលរួមមើលបងក៏សម្ដែងប្រឡងអញ្ចឹងណាជាពិសេសគឺលើកទី1សម្រាប់ការមើលជាលក្ខណៈល្ខោនយីកេអ្នកនរគ្នាវាពិតជារំភើបហ្មងខ្ញុំមិនដឹងជាបើយាយអារម្មណ៍មកទេតែថាពេលចូលទៅដល់ទៅឃើញបងក៏សម្ដែងបកកែសម្ដែងមែនតើហើយជាពិសេសគឺឃើញមានអ្នកចូលរួមទស្សនានឹងពេញហលតែម្ដងហើយមានអ្នកខ្លះអត់មានកៅអីអង្គុយអញ្ចឹងទៅគាត់ឈរទៀតចាំមានអារម្មណ៍ថារំភើបមែនតើដែលសារឃើញជំនាន់ក្រោយគាត់គ្រប់គ្រងសិល្បៈបុរាណរបស់យើងអញ្ចឹងណាឥឡូវកុំនិយាយច្រើនតើអ្នកនរគ្នាទៅមើលមួយខ្ញុំព្រះធំវិញថ្ងៃចម្រា
សម្រាប់អាកញ្ចាយហើយ Không thể nào người ta កបង Bọn người ta កបងចាំមិនចាំហើយកបង Lúc ta Lúc ta mới chẳng តើមាននឹងអីក៏មែនតាហេតុអីបានជាកូនចង់មានសម្រាប់គ្នាបែបនេះទៅវិញលំពងលំពងបងបងមកពីពណ៌របស់យើងគឺបានបាត់ហើយដល់បងគឺអកញ្ចឹងនេះវិជាអ្នកយកបាត់ហើយលំពង Lúc ta Lúc ta Bắt chị bà chú Tôi không ra phim của Được tiện quan chính bên đây lúc ta ប្រាប់បាត់ទៅលំពងថាប្រាប់អូនគ្នាមកលំពង បើអញប្រាប់ការពុតថាស្វាបានលេបពង7ពណ៌ចូលទៅក្នុងពួននោះចៅមេត្តាច្បាស់ជាសម្រាប់សត្វស្វាហើយវះពោះយកត្បូងនោះមកវិញបើដូច្នេះមែនខ្ញុំនេះហើយជាអ្នកសម្រាប់ជីវិតសត្វស្វាទេខ្ញុំជាអ្នកសុំសិល មិនដាច់នឹងអាចសម្រាប់គេបានទៅមិនបានទេមិនបានទេ ទេលំពងទេ Lúc ta Lúc ta Lúc ta ra bộ chạy mà Trời cho bông luôn Cho bông luôn Cho bông luôn từ ngày này tay lúc ta Lúc ta cho ra bộ chạy mà Lúc ta Lúc ta Lúc ta Ra bộ chạy mà Cho bông luôn Cho bông luôn là ai nói cho lúc ta
ដាប់ពុក bằng pi cha vì tâm ai không ra nhau lo sống lắm lo cùng ơi miền cùng hộp đợt đài rư cùng hộp dây tiết tới ngày một bài thơ ពេលខ្ញុំមើលពួកគាត់សម្ដែងចប់ពួកខ្ញុំក៏ចុះទៅថតរូបនៅក្រោមតែពេលចុះទៅដល់ឃើញនេះហ៎បងក្រុមសម្ដែងនៅក្មួយម្លងឃើញគាត់តែងខ្លួនរៀបចំចូលឆាកថ្មីឡើងអ្នកនរគ្នាស្អាតហើយនិព្វានដែលគាត់កាន់គឺពៀនសម្រាប់ផ្ដល់ជាជ័យលេខ2លេខ1លេខ2លេខ3អញ្ចឹងណា ដោយសារខ្ញុំចង់ចុះទៅថតរូបជាងដែរគេអត់ទាន់ចេញពីហលអស់បើសិនជាគេចេញទាំងអស់គ្នាច្បាស់ជាយឺតបានថតរូបហើយបន្ទាប់ពីខ្ញុំថតរូបហើយខ្ញុំក៏បញ្ញាប់ឡើងមកវិញមកមើលក៏ប្រកាសលទ្ធផលហើយចង់ដេកថាណាគេលេខ1លេខ2លេខ3អញ្ចឹងណា ការប្រឡងប្រជែងតែមានលទ្ធផលលេខ1លេខ2លេខ3បាទដូច្នេះសូមឲ្យទស្សនិកជនចូលរួមទស្សនាជាមួយនឹងខ្ញុំទាំងអស់គ្នាថាតើបេក្ខជនមកពីខេត្តណាតែខ្លះជាម្ចាស់ជ័យលេខ2លេខ1នៅក្នុងហៅសបនៅខាងទីគេទូទាំងប្រទេសឆ្នាំ2025បាទគឺយើងនៅសល់តែ2ខេត្តប៉ុណ្ណោះដែលនឹងកាត់ដៃគ្នាបាទគឺបេក្ខជនដែលចេញមកពីខេត្តកែបគឺក្រុមរាជស្មីអូក្រសានិងបេក្ខជនដែលចេញមកពីខេត្តកំពង់ស្ពឺគឺក្រុមខ្ញុំស្រឡាញ់វប្បធម៌នៃសសរយកដូច្នេះខ្ញុំបាទនឹងធ្វើការប្រកាសនៅលទ្ធផលម្ចាស់ជ័យលេខ2លេខ1បានទៅលើបេក្ខជនចេញលេខ2លេខ1នៃមហោស្រពនៅខេត្តគេទូទាំងប្រទេសឆ្នាំ2025បានទៅលើគឺបានទៅលើបេក្ខជនដែលអញ្ជើញមកពីខេត្តកំពង់ស្ពឺបន្ទាប់ពីមើលហើយខ្ញុំក៏មកផ្ទះវីដេអូខ្ញុំមានតែប៉ុណ្្នឹងអ្នកនរគ្នាបាយបាយ